នេះជា data ដែលពួកយើងបានរកមកពីអ៊ីនធឺណិតយើងឃើញថា unemployment rate នៅក្នុងប្រទេសកម្ពុជាយើងវាបានថយចុះជាច្រើនហើយវានៅសល់តែ 0.25% ទេតែ 0.25% នៅក្នុងចំនួន17លាននាក់ក៏វាច្រើនដែរអញ្ចឹងយើងចង់កាត់បន្ថយវាឲ្យកាត់បន្ថយវាឲ្យតិចជាងនឹងទៀតហើយយើងនេះជា problem ដែលយើងបានស្វែងយកមកដែលអាចជា cost នៅការធ្វើឲ្យប្រជាជនយើងអត់មានការងារធ្វើដំបូងគឺអត់សូវមាន skill ហើយនិង experience អ្នកខ្លះពួកគាត់ចង់ស្វែងរកការងារធ្វើប៉ុន្តែពួកគាត់អត់មាន skill គ្រប់គ្រាន់ក្នុងការស្វែងរកការងារក្នុងការ apply ការងារនឹងដោយសារrequirement របស់ក្រុមហ៊ុនខ្លះក៏វារៀងតឹងតែងចឹងទៅពួកគាត់វាពិបាកក្នុងការស្វែងរកការងារហើយតែពួកគាត់អត់សូវមាន experience ចឹងទៀតអញ្ចឹងពួកគាត់ត្រូវការស្វែងរក intern មុនសិនដើម្បីអាចរកការងារធ្វើបានតែអ្នកខ្លះពួកគាត់មាន skill គ្រប់គ្រាន់ហើយតែអត់បាននៅតែអត់មានការងារធ្វើទៀតនោះក៏វាអាចជាបញ្ហានោះក៏អាចមកពី lack of connections ផងដែរដោយសារបើពួកគាត់មាន connection ជាមួយនឹងអ្នកគេនៅក្នុងក្រុមហ៊ុនមួយអ្នកដែលគាត់មាន connection with ហ្នឹងពួកគាត់អាច recommend យើងទៅកាន់ mail របស់ពួកគេ mail របស់ពួកគាត់ចឹងទៅអញ្ចឹងមេរបស់គាត់ក៏ដឹងពី background របស់យើងហើយក៏អាច guarantee percentage តែយើងចូលបានចូលធ្វើការហ្នឹងក៏វាច្រើនដែរបញ្ហាមួយទៀតគឺពេលចេញពីសាកលវិទ្យាល័យឬក៏រៀនចប់ទីផ្សារដែលធ្វើការហ្នឹងគឺអត់សូវធ្វើការងារឬជំនាញអត់សូវធ្វើការជំនាញដែលគាត់បានរៀនចប់ហ្នឹងឧទាហរណ៍គាត់ចេញមកជា architecture ប៉ុន្តែទីផ្សារគឺត្រូវការអ្នក IT ច្រើនអញ្ចឹងពួកគាត់អាចពិបាកក្នុងការហៅកន្លែងធ្វើការឬគាត់ត្រូវ force ខ្លួនឯងទៅរៀនម្ដងទៀតអញ្ចឹងទៅនេះតែហើយយើងបាន identify this problem ដោយការធ្វើ conduct interview ជាមួយនឹងនិស្សិតឆ្នាំទី4ហើយនិស្សិតដែលគាត់បានចប់ឆ្នាំទី4យើងមើលឃើញថាពួកគាត់មួយចំនួនអត់មានការងារធ្វើទេដោយសារវាពិបាកក្នុងការរកការងារធ្វើហើយគាត់ត្រូវស្វែងរកការងារធ្វើខ្លួនឯងទៀតហើយពួកគាត់មានបាន complain ថាអត់មាន agency ណាដែលជួយងាយស្រួលប្រើហើយជួយគាត់ក្នុងការស្វែងរកការងារទេអញ្ចឹងពួកយើងក៏បាន came up with solutions ដែលបង្កើតជា website មួយដើម្បីជួយដល់អ្នកដែលស្វែងរកការងារធ្វើនៅក្នុង website របស់យើងគឺវា simple navigation system ក្នុង website របស់យើងគឺ simple ទេអញ្ចឹងយើងអាចឲ្យអ្នកដែលសូវចេះប្រើ technology មួយចំនួនពួកគាត់អាចប្រើប្រាស់ website របស់យើងដោយភាពងាយស្រួលអត់ពិបាកក្នុងការស្វែងរកទិន្នន័យទេហើយ website របស់យើងគឺ organize job តាមប្រភេទនីមួយៗទៀតដូច IT ផ្សេង architecture ផ្សេងអញ្ចឹងទៅហើយវាជា website របស់យើងវានឹងផ្ដល់នៅទិន្នន័យរហ័សទៅកាន់ user ដែលកំពុងប្រើប្រាស់ website របស់ពួកយើងហើយក៏វា match user ទៅតាម company ដែលពួកគេចិត្តឧទាហរណ៍ខ្ញុំចូលចិត្តក្រុមហ៊ុន Smart អញ្ចឹងទៅខ្ញុំគ្រាន់តែក្រុមហ៊ុន Smart វានឹងចេញតែការងារទាំងអស់នៅក្នុងក្រុមហ៊ុន Smart ជា list ដើម្បីឲ្យ user ពួកគាត់ជ្រើសរើសហើយយើងមើលឃើញថា post ខ្លះយើងមើលឃើញថា social media ឬក៏ website ខ្លះjob application ដែលអត់ទាន់មាន apply អញ្ចឹងទៅពួកគាត់ delete ចោលដោយសារមើលទៅយូរពេកអញ្ចឹងពួកយើងគឺ keep post ដែលអត់មាន application ឬក៏អត់មាន confirmation ពី company ទេទុកនៅហ្នឹងតែ until company ពួកគាត់សម្រាប់ចិត្តថា delete post ហ្នឹងនេះជា value proposition របស់យើងគឺ website របស់យើងគឺ build as a user friendly website ដើម្បីជួយដល់អ្នកដែលសូវចេះប្រើ technology អាចប្រើប្រាស់បានហើយវាអត់សូវពិបាកក្នុងការប្រើប្រាស់ហើយវាមើលទៅងាយស្រួលហ្មងវាចុចតែ a few clicks ក៏ពួកគាត់ចេះប្រើហើយ website របស់យើងcategorize job តាមប្រភេទនីមួយៗដែលជាដូច architecture bad IT ជាដើមហើយ what about bridge both side what does that mean គឺនេះមានន័យថាពេលឧទាហរណ៍ពេលអ្នកបរិការងារគាត់ចង់ដាក់ទៅ company មួយចឹងគាត់ទៅសួរ agency ដើម្បីដាក់ហៅការងារនៅក្រុមហ៊ុនណាមួយចឹងទៅប៉ុន្តែគាត់មានភាព freedom ក្នុងការជ្រើសរើស position ការងារឬក៏អាណាដែលគាត់ចូលចិត្តឯងបើដោយសារ agency យកគាត់ពួកគាត់រកបានអីគេគាត់នឹងឲ្យអានឹងវិញគាត់អត់មានឲ្យជំរឿនទេអញ្ចឹង website របស់យើងគឺអាចឲ្យអ្នករកការងារហ្នឹងគាត់ជ្រើសរើសការងារខ្លួនឯងទៅតាម company ដែលពួកគាត់ចូលចិត្តគាត់វានឹង list down everything ដើម្បីឲ្យ user គាត់ make decisions based on their liking ហើយនេះជា customer ដែលពួកយើងកំពុងរកមកដូចនិស្សិតដែលពួកគាត់នៅកំពុងតែសិក្សានៅឆ្នាំទី4ឬក៏និស្សិតដែលគាត់ទើបតែចប់ទៅតែចប់ឆ្នាំទី4នេះទៅពួកគាត់អាចរកការងារធ្វើបានឬក៏គាត់កំពុងតែធ្វើការដូចគ្នាតែអត់ត្រូវចិត្តរបស់ពួកគាត់អាច
ប្រើប្រាស់ website យើងដើម្បីរកការងារដែលពេញទៅចំណង់ចិត្តរបស់ពួកគេបានតែមិនមែនតែប៉ុណ្្នឹងទេយើងនឹងcustomer របស់យើងក៏អាចជា company ផងដែរដូចក្រុមហ៊ុនណាដែលពួកគាត់ក្រុមហ៊ុនណាដែលចង់បានបុគ្គលិកហើយអត់ដឹងរកបុគ្គលិកមកពីណាគាត់ក៏អាច put in a request in our agency ដើម្បីដាក់រកបុគ្គលិកសម្រាប់ក្រុមហ៊ុនរបស់ពួកគេផងដែរនេះជា prototype របស់ website របស់ពួកយើងដំបូងគឺជា overall interface ដែលពេលចូល website របស់យើងដំបូងទៅវានឹងចេញឲ្យយើង choose តើយើងស្វែងរកការងារឬក៏ដាក់ការងារឲ្យដើម្បីរកបុគ្គលិកអញ្ចឹងបើយើង choose ស្វែងរកការងារវានឹងចូល picture ទី2នេះដែលឲ្យ prompt ឲ្យ user គាត់ដាក់category ដូចឧទាហរណ៍មុខជំនាញគឺទីកន្លែងដែលពួកគាត់ចង់ធ្វើការហើយ price salary range ដែលវា is optional ទេដល់ពេលពួកគាត់ហើយចុច search វានឹងចេញជាlist មួយដែលមាន job requirement detail of the job position ហ្នឹងដើម្បីឲ្យ user គាត់ decide ថាមួយណាពួកគេពេញចិត្តហើយនឹងជ្រើសរើសដោយចុច apply now blue button ហើយយើងពួកយើងបាន analyze ទៅលើ competitor មួយចំនួនដែលទី1គឺ Cam Up Job យើងមើលឃើញថា Cam Up Job គាត់មានគ្រប់គ្រាន់ហើយប៉ុន្តែ website របស់គាត់អត់សូវងាយស្រួលប្រើអ្នកដែលចេះប្រើ technology តិចតួចវារៀងពិបាកស្វែងរកកន្លែងចុចសម្រាប់website បងធំវិញមានគ្រប់គ្រាន់ដូចគ្នាប៉ុន្តែក៏មានកន្លែងណាដែលឲ្យក្រុមហ៊ុនដែលចង់ស្វែងរកបុគ្គលិកហ្នឹងput in a request ដើម្បីរកបុគ្គលិកបុគ្គលិកទេគាត់មានតែសម្រាប់តែអ្នកដែលចង់ស្វែងរកការងារធ្វើតែប៉ុណ្ណោះសម្រាប់ top recruitment វិញ agency របស់ពួកគាត់គឺយើងមើលឃើញថាខ្ញុំមើលឃើញថា website របស់ពួកគាត់វារៀងពិបាកស្អាតប៉ុន្តែរៀងពិបាកក្នុងការប្រើប្រាស់ដោយសារគាត់ only ឲ្យ user apply their personal information ដូច CV ហើយ resume ចឹងទៅកាន់ខាង agency ហ្នឹងហើយក៏ដាក់ឲ្យរកការងារ based on their CV ចឹងទៅវាអត់freshly make it user friendly enough ដើម្បីឲ្យ user ងាយស្រួលក្នុងការ navigate ខ្លួនឯងទេនេះជា key partnership របស់យើងគឺដែលមានសាលាមួយចំនួនដូច Techno ភ្នំពេញ Rufa ឬហើយនឹង CDT ចឹងទៅនេះជាគម្រោងដែលយើង plan on making in the future ដំបូងគឺយើងចាប់ផ្ដើមដោយ build trust ហើយ fame ដើម្បី build fame របស់យើងគឺapply គឺ post ad នៅលើ social media ដូច post TikTok Facebook short ចឹងទៅដើម្បីផ្សព្វផ្សាយក្រុមហ៊ុនរបស់យើងឲ្យអ្នកជាជនខ្មែរយើងបានស្គាល់ចឹងទៅហើយក៏ពួកគាត់ចង់ប្រើហើយឆ្នាំបន្ទាប់យើងនឹងចាប់ផ្ដើម build connection ជាមួយនឹង company យើងនឹងចាប់ផ្ដើម build connection with connection ហើយនឹង partnership with សាកលវិទ្យាល័យមួយចំនួនជាច្រើនទៀតក្រៅពីសាកលវិទ្យាល័យខ្ញុំបាន mention ដំបូងហ្នឹងហើយនឹង build connection build partnership with ក្រុមហ៊ុនដទៃទៀតដើម្បីឲ្យពួកគេ put in a request ដើម្បីឲ្យងាយស្រួលក្នុងការ put in a request រក recruitment សម្រាប់បុគ្គលិករបស់ការងារពួកគេហើយ in the future like ឧទាហរណ៍នៅក្នុង2029អញ្ចឹងយើងនឹងធ្វើការ improve on security របស់ពួកយើងដើម្បីការពារពី hacker ដែលពួកគាត់ចង់បានទិន្នន័យពីបុគ្គលិកពីទិន្នន័យពី user របស់ពួកយើងអញ្ចឹងទៅហើយនឹងមានកម្រងការ expand នៅ market របស់ពួកយើងឲ្យកាន់តែធំជាងមុនទៀតហើយបន្ទាប់ពីហ្នឹងគឺយើងមានកម្រង partnership ជាមួយនឹង government យល់ថាក្រុមហ៊ុនរបស់យើង standard អាចដើរតែឯងបានតែយើងធ្វើការជំនួយពី government ដើម្បីឲ្យបានផ្សព្វផ្សាយដល់និស្សិតទាំងអស់ដើម្បីឲ្យពួកគេអាចរកការងារធ្វើបានដើម្បីបង្កើនថយការអត់ការងារធ្វើចំពោះជាជនខ្មែររបស់យើងនេះជា reference ដែលពួកយើងបានយកព័ត៌មានចេញមកពីហើយនេះជាការចប់របស់ pitching របស់ខ្ញុំ